ចំពុកទី7សំណងរដ្ឋបវេនីមាត្រា45កិច្ចសន្យាសម្រាប់អំពើលក់ដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទកិច្ចសន្យាមួយនឹងត្រូវចាត់ទុកជាមោឃៈប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយមានគោលដៅបំពេញនៅអំពើលក់ដូរមនុស្សឬអំពើធ្វើអាជីវកម្មផ្លូវភេទកិច្ចសន្យាឲ្យខ្ចីនឹងត្រូវចាត់ទុកជាមោឃៈប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយភ្ជាប់ទៅនឹងអំពើលក់ដូរមនុស្សឬអំពើធ្វើអាជីវកម្មផ្លូវភេទអំពើលក់ដូរមនុស្សឬធ្វើអាជីវកម្មផ្លូវភេទនៅក្នុងមាត្រានេះនិងមាត្រាបន្តបន្ទាប់មានន័យថាជាអំពើខុសច្បាប់ដែលពាក់ព័ន្ធទៅនឹងបទល្មើសទាំងឡាយដូចមានចែងនៅក្នុងច្បាប់នេះមាត្រា46សំណងបដិទានលើការទទួលបានផលប្រយោជន៍ដោយមិនសមហេតុផលជនណាទទួលយកនៅផលប្រយោជន៍ដោយគ្មានហេតុផលស្របច្បាប់ដោយដឹងថាផលប្រយោជន៍នោះបានមកពីអំពើលក់ដូរមនុស្សឬអំពើធ្វើអាជីវកម្មផ្លូវភេទនឹងត្រូវទទួលខុសត្រូវលើសំណងបដិទានចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផលព្រមទាំងការប្រាក់ដែលកើតឡើងជនដែលត្រូវគេកេងយកប្រយោជន៍អាចប្តឹងទាមទារសំណងលើការខូចខាតជាបន្ថែមលើសំណងបដិទានចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផលជនណាបានបង្កើតកិច្ចសន្យាឲ្យខ្ចីឬការផ្ដល់ផ្សេងទៀតទៅជនដទៃក្នុងគោលដៅធ្វើការលក់ដូរមនុស្សឬធ្វើអាជីវកម្មផ្លូវភេទមិនអាចប្តឹងទាមទារសំណងបដិទានចំពោះការផ្ដល់នោះបានទេមាត្រា47សិទ្ធិជាអតិភិបក្នុងការទទួលបានទ្រព្យសម្បត្តិដែលត្រូវគេរឹបអូសជនរងគ្រោះត្រូវទទួលបានដោយអតិភិបនៅទ្រព្យដែលត្រូវបានរឹបអូសដោយរដ្ឋសម្រាប់ជាសំណងលើការខូចខាតនិងសំណងបដិទានដល់ជនរងគ្រោះនោះ